បញ្ហាអាចគោឬមួយក៏អាចមន់នេះបញ្ហាបំផុតលើដំណាំដើមដូងនិងដំណាំទុរេនបាទបងប្អូនសូមប្រយ័ត្នប្រយែងហើយឥឡូវនេះខ្ញុំកំពុងតែនៅចំការដូងដែលគេដាំដូងវគ្គដំបូងចំនួន3000ដើមបាទហើយចំការនេះគឺមានបញ្ហាដោយសារតែគាត់ប្រើអាចមន់សម្រាប់ទ្រាប់បាតកាលពីដាំដុះដំបូងបាទឥឡូវមានបញ្ហាចាប់ដើមខ្លោចចាប់ដើមងាប់ស្លឹកចាប់ដើមងាប់ដើមបដើហើយបាទខ្ញុំចង់សូមផ្ដាំផ្ញើទៅបងប្អូនយើងអ្នកដាំដុះទាំងអស់ការប្រើប្រាស់អាចសัตว์ផ្សេងមិនថាអាចគោឬអាចមន់ដើម្បីទ្រាប់បាតឬមួយក៏ដាក់នៅគល់ដំណាំយើងទាំងអស់ត្រូវប្រយ័ត្នប្រយែងបាទពីព្រោះបញ្ហាដែលកើតឡើងគឺសត្វល្អិតហើយនឹងជំងឺបាទអញ្ចឹងបងប្អូនត្រូវប្រើប្រាស់អាចគោឬមួយក៏អាចសត្វផ្សេងដាក់នៅក្នុងចង្ការទៅតាមបច្ចេកទេសត្រឹមត្រូវបាទហើយបញ្ហាអាចគោឬមួយក៏អាចមន់នេះបញ្ហាបំផុតលើដំណាំដើមដូងនិងដំណាំទុរេនបាទបងប្អូនសូមប្រយ័ត្នប្រយែងហើយបើសិនជាមានការអីអាចតាក់ទងសួរជាបច្ចេកទេសបានបាទមកក្រុមការងាររបស់យើងខ្ញុំបាទសូមអរគុណបាទ